មេរៀនទី64បឹងទន្លេសាបអំណាចបឹងទន្លេសាបជាជំរុកត្រីនៅប្រទេសកម្ពុជានៅរដូវវស្សាបឹងទន្លេសាបលាតសន្ធឹងល្វឹងល្វើយបឹងនេះមានព្រៃរុកព្រៃរនាមដោះជុំវិញដែលជាជំរុកសម្រាប់ត្រីពងបឹងទន្លេសាបសម្បូរត្រីទឹកសាបជាងគេលើពិភពលោករៀងរាល់ឆ្នាំប្រជាជនភាគច្រើនជាជននេសាទប្រជាជនយើងនេសាទត្រីបានច្រើនក្រៃលែងពួកគេយកត្រីទាំងនោះសម្រាប់ធ្វើម្ហូបអាហារដូចជាប្រហុកផ្អកត្រីងៀតត្រីឆ្អើរខាត់លាក់ផ្ទៃដីជុំវិញបឹងទន្លេសាបមានជាជាតិល្អណាស់សម្រាប់ដំណាំកសិកម្មពិសេសដំណាប់ស្រូវបឹងទន្លេសាបជាប្រភពធនធានធម្មជាតិមួយយ៉ាងសំខាន់នៅប្រទេសកម្ពុជា